ក្នុង podcast អេពីសូតនេះយើងនឹងលើកយកមកនិយាយឲ្យបងប្អូនទាំងអស់គ្នាមកស្គាល់បុគ្គលម្នាក់ដ៏សំខាន់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលទទួលខុសត្រូវលើការកាប់សម្លាប់ប្រជាជនកម្ពុជារាប់សែនលាននាក់ក្នុងអំឡុងពេលកាន់អំណាចរបស់ខ្លួនចាប់ពីឆ្នាំ1975ដល់ឆ្នាំ1979រួមមានការធ្វើវិសុទ្ធកម្មសម្រាប់ប្រជាជនយ៉ាងរំគាលនៅភូមិភាគបូព៌ាក្នុងអំឡុងឆ្នាំ1978ការទទួលខុសត្រូវលើការធ្វើទរណកម្មយ៉ាងសាហាវព្រៃផ្សៃនៅមន្ទីរស-21ជាគ្រូនិងជាមេរបស់កាំងហ្គិចហ៊ីវ៉ាឌុចព្រមទាំងជាអ្នករៀបចំខាងយុទ្ធសាស្ត្រយោធារបស់ខ្មែរក្រហមទៀតផងគាត់គឺជាបុគ្គលម្នាក់ដែលសំខាន់ដែលប៉ុល ពតជឿទុកចិត្តខ្លាំងជាងគេបំផុតព្រោះស្គាល់គ្នាតាំងតែពីពេលសិក្សានៅស្រុកបារាំងជាមួយគ្នាមកម្លេះចាប់តាំងពីឆ្នាំ1950ជាមនុស្សចំណិតរបស់ប៉ុល ពតតាំងតែពីពេលមិនទាន់បានកាន់អំណាចរហូតបានកាន់អំណាចរហូតចុងក្រោយអស់អំណាចរត់តស៊ូជាមួយគ្នាទៅប្រមូលផ្ដុំកម្លាំងសារជាថ្មីនៅតាមបណ្ដោយព្រំដែនខ្មែរថៃសុនសែនត្រូវបានប៉ុល ពតបញ្ជាឲ្យគេសម្លាប់ផ្ដាច់ពូជមួយគ្រួសារចោលតែម្ដងនៅថ្ងៃទី9ខែមិថុនាឆ្នាំ1997ហើយខ្ញុំនឹងប្រាប់មូលហេតុនៃការសម្លាប់នៅពេលខាងមុខបន្តិចទៀតនេះអស់លោកដែលធ្លាប់បានឮនិងបានឆ្លងកាត់របបខ្មែរក្រហមច្បាស់ជាបានស្គាល់សុនសែនយ៉ាងច្បាស់ហើយនិងបានដឹងអំពីភារកិច្ចរបស់គាត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមហើយមុននឹងឈានចូលទៅដល់ការនិយាយអំពីការសម្លាប់សុនសែនខ្ញុំសូមជម្រាបអស់លោកអ្នកស្ដាប់ឲ្យស្គាល់អំពីប្រវត្តិត្រួសរបស់គាត់ជាមុនសិននៅក្នុង podcast អេពីសូតនេះយើងផ្អែកទៅលើសៀវភៅចំនួន2ទី1គឺសៀវភៅកងពលខ្មែរក្រហមលេខ703ពីជ័យជំនះឆ្ពោះទៅការបំផ្លាញខ្លួនឯងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានិងសៀវភៅប្រវត្តិសាស្ត្រសហគមន៍បន្លងវែងតំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហមសៀវភៅទាំងពីរក្បែរហ្នឹងគឺសុទ្ធសឹងតែជាការស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ប៉ុន្តែមានមួយក្បាលគឺជាការសហការរួមគ្នាជាមួយនឹងក្រសួងទេសចរសុនសែនមានឈ្មោះបដិវត្តថាឃីវឬបង89កើតនៅឆ្នាំ1980ខេត្តត្រាវវិញប្រទេសវៀតណាមសូមជម្រាបថាកាលនោះគឺកម្មាភិបាលខ្មែរក្រហមគេមានឈ្មោះមួយទៀតដែលគេហៅថាឈ្មោះបដិវត្តឧទាហរណ៍ឃីវសំផនអញ្ចឹងគាត់មានឈ្មោះបដិវត្តថាសមមិត្តហែមរីឯអៀងសេរីក៏ដូចគ្នាអញ្ចឹងដែរឈ្មោះថាអៀងសេរីនេះគឺជាឈ្មោះដែលគាត់បដូរក្រោយពីពេលដែលចូលធ្វើចលនាកុម្មុយនីសជាមួយនឹងខ្មែរក្រហមនោះទេរីឯឈ្មោះកំណើតរបស់គាត់គឺកឹមត្រាញសុនសែនមានប្រពន្ធឈ្មោះថាយុនយ៉ាតមានតួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងសិក្សាធិការក្នុងរបបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ1946សុនសែនបានចូលរៀននៅសាលាគ្រូកោសល្យភ្នំពេញនៅឆ្នាំ1946សុនសែនបានចូលរៀននៅសាលាគ្រូកោសល្យភ្នំពេញនៅឆ្នាំ1950សុនសែនបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងចាប់តាំងពីពេលនោះមកសុនសែនបានក្លាយទៅជាសម្ព័ន្ធមិត្តនិងជាអ្នកយុទ្ធសាស្ត្រយោធារបស់ប៉ុល ពតក្នុងឆ្នាំ1956សុនសែនបានវិលត្រឡប់មកពីប្រទេសបារាំងវិញនិងបានធ្វើជានាយកគ្រប់គ្រងនៅសាលាគ្រូកោសល្យនិងវិក្រិតការបន្ទាប់ពីត្រឡប់មកពីបង្រៀននៅសាលាកំពង់កន្ទួតសុនសែនធ្លាប់បានធ្វើទស្សនកិច្ចនៅប្រទេសឆេកូស្លូវ៉ាគីនៅឆ្នាំ1959នៅឆ្នាំ1960បានចូលរួមជាមួយគណៈកម្មាធិការបកក្រុងសុនសែនត្រូវបានផ្លាស់ប្ដូរទៅធ្វើជានាយកវិទ្យាល័យរដ្ឋមួយនៅខេត្តតាកែវដោយទទួលរងនឹងការចាត់ប្រកាន់ថាប្រឆាំងនឹងរបបរាជានិយមនៅឆ្នាំ1964សុនសែនបានបង្កប់ខ្លួននៅទីក្រុងភ្នំពេញរហូតដល់ឆ្នាំ1968បានក្លាយទៅជាគណៈកម្មាធិការនយោបាយភូមិភាគនិរតីនៅឆ្នាំ1969សុនសែនជាអ្នកគ្រប់គ្រងភូមិភាគឦសាននិងបានចូលរួមប្រជុំមហាសន្និបាតបកកុម្មុយនីសកម្ពុជានៅឆ្នាំ1971និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1976នៅថ្ងៃទី27ខែកញ្ញាឆ្នាំ1977កងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់សុនសែនបានសម្លាប់ជនស៊ីវិលអស់ប្រមាណ300នាក់ក្នុងអំឡុងពេលតែមួយនៃការវាយលុកនៅតាមព្រំដែនប្រទេសវៀតណាមមួយឆ្នាំក្រោយមកទៀតពលគឺក្នុងឆ្នាំ1978សុនសែនបានរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ជាឲ្យមានការសម្លាប់យ៉ាងរង្គាលប្រជាជនខ្មែរអស់ជាង100,000នាក់នៅភូមិភាគបូព៌ាក្នុងរយៈពេល6ខែហើយគាត់ក៏ជាអ្នកដែលទទួលខុសត្រូវយ៉ាងសំខាន់នៃការធ្វើទរណកម្មយ៉ាងសាហាវព្រៃផ្សៃនៅមន្ទីរស-21ដែលធ្វើឲ្យមនុស្សប្រមាណជិត20,000នាក់បានស្លាប់បាត់បង់ជីវិត
បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមក៏បានប្រមូលផ្ដុំកម្លាំងសារជាថ្មីនៅត្រង់ភ្នំ1100ដែលស្ថិតនៅត្រង់ចំណុចប្រសពរួមនៃព្រំដែនប្រទេសទាំង3ដែលរួមមានខេត្តព្រះវិហារប្រទេសកម្ពុជាខេត្តឧបលរាជធានីប្រទេសថៃខេត្តចម្ប៉ាសាក់ប្រទេសឡាវដែលគេស្គាល់ថាមុំ3ឬទន្លេរពៅដោយសារតែមានលក្ខណៈពិសេសអំណោយផលភូមិសាស្ត្រត្រូវបានការពារដោយព្រៃឈើក្រាស់ៗនិងជួរភ្នំជាច្រើនដែលកងទ័ពវៀតណាមនិងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាពិបាកវាយចូលបានធ្វើឲ្យខ្មែរក្រហមបានប្រមូលផ្ដុំកម្លាំងរបស់ខ្លួនបានយ៉ាងឆាប់រហ័សអ្វីត្បិតតែខ្មែរក្រហមត្រូវដួលរលំក៏ពិតមែនប្រទេសចិននៅតែបន្តនិងបន្ថែមដៃជួយដល់របបខ្មែរក្រហមឥតឈប់ឈរទាំងផ្នែកយោធាហិរញ្ញវត្ថុសម្ភារៈយោធានិងជំនួយដ៏ច្រើនសន្ធឹកសន្ធាប់គួរបញ្ជាក់ដែរថាដើម្បីវាយតំបន់ភ្នំ1100ដោយខ្មែរក្រហមគ្រប់គ្រងនេះរដ្ឋាភិបាលត្រូវចំណាយពេលអស់ជាង6ឆ្នាំសុនសែនដែលជាឧបនាយករដ្ឋមន្ត្រីទី3និងរដ្ឋមន្ត្រីការពារប្រទេសនៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាមេដឹកនាំនៅលើភ្នំ1100ហើយមេដឹកនាំជាន់ខ្ពស់ផ្សេងទៀតដូចជាប៉ុល ពត អៀង សេរី នួន ជានិងខៀវ សំផនរស់នៅក្នុងទីបញ្ជាការរបស់ខ្លួននៅក្នុងទឹកដីប្រទេសថៃឬបោះទីតាំងនៅតាមព្រំដែនដែលស្ថិតនៅខេត្តកោះកុងពោធិ៍សាត់និងបាត់ដំបងរីឯកិច្ចការក្នុងប្រទេសសុនសែនទទួលជំនួយពីមេបញ្ជាការជាន់ខ្ពស់ជាច្រើនរួមមានតាមុកកែពកមាសមុតស៊ូមេតស៊ូហុងនីកនស៊ូសរឿននិងនីកសានក្រោយមកទៀតមេបញ្ជាការទាំងនោះបានក្លាយទៅជាមេដឹកនាំសមរភូមិសំខាន់របស់ខ្មែរក្រហមក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកងទ័ពវៀតណាមនិងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាជាទូទៅមេដឹកនាំខ្មែរក្រហមថ្នាក់កណ្ដាលផ្ដោតការយកចិត្តទុកដាក់ទៅលើការពង្រឹងនិងការដឹកនាំសកម្មភាពនានានៅក្នុងប្រទេសដូចជាការរៀបចំបង្កើតជាភូមិនិងការបង្កើតសាលារៀនព្រមទាំងប្រព័ន្ធសុខាភិបាលប៉ុន្តែផ្ទុយទៅវិញប្រតិបត្តិការយោធារបស់ខ្មែរក្រហមគឺផ្ដោតទៅលើការប្រមូលផ្ដុំគ្រប់គ្រងទៅលើទឹកដីប្រទេសកម្ពុជាទាំងមូលនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមគឺគេព្យាយាមតាក់ទាញប្រជាជនឲ្យមកនៅខាងគេព្រោះប្រជាជនគឺស្មើនឹងកម្លាំងមានប្រជាជនគឺប្រៀបបានដូចជាមានកងទ័ពអញ្ចឹងព្រោះប្រជាជននេះគឺជាកសិករផលិតស្រូវឲ្យពួកគេប្រជាជនគឺជាកោសិកានៃសេដ្ឋកិច្ចហើយប្រជាជនគឺជាកងទ័ពផងដែរនៅពេលដែលពួកគេត្រូវការដូចដែលអស់លោកអ្នកស្ដាប់បានឃើញនៅក្នុងប្រវត្តិសាស្ត្រខ្មែរហើយគឺថាសឹងតែគ្រប់ពេលដែលសៀមវាយចូលស្រុកខ្មែរមិនថាសម័យអង្គរសម័យលង្វែកគឺគេមិនដែលភ្លេចរឿងកេណ្ឌប្រជាជនខ្មែរទៅជាមួយនោះទេគឺកេណ្ឌរាប់ម៉ឺនរាប់សែនអ្នកទៅស្រុកសៀមព្រោះថាវាចំណេញនៅក្នុងរឿងសាមកុកក៏ដូចគ្នាអញ្ចឹងដែរនៅពេលដែលប្រទេសចិនបែងចែកទៅជា3នគរនីមួយៗហ្នឹងគឺគេខំពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនដើម្បីតាក់ទាញចិត្តប្រជាជនឲ្យទៅរស់នៅនគររបស់គេហើយនឹងបានចុះចូលជាមួយនឹងនគររបស់គេនៅពេលដែលគេមានប្រជាជនទៅគឺវាស្មើនឹងមានកម្លាំងច្រើនទៅតាមនឹងដែរมันខុសគ្នាអីពីសុនសែនប៉ុន្មានទេដើម្បីកាន់កាប់ទឹកដីបន្ថែមនិងដើម្បីកេណ្ឌប្រជាជនឲ្យមករស់នៅតំបន់ខ្លួនកាន់កាប់កាន់តែច្រើនសុនសែនបានបញ្ជូនកងទ័ពរបស់ខ្លួនជាច្រើនចូលនៅក្នុងផ្ទៃប្រទេសហើយកងទ័ពខ្មែរក្រហមទាំងនោះត្រូវបានបែងចែកគ្នាបោះទីតាំងទៅធ្វើការនៅតាមខេត្តមួយចំនួនដូចជាខេត្តរតនគិរីមណ្ឌលគិរីស្ទឹងត្រែងកោះចេះព្រះវិហារកំពង់ចាមកំពង់ឆ្នាំងព្រៃវែងស្វាយរៀងនិងតំបន់មួយចំនួនទៀតក្នុងខេត្តកណ្ដាលអំឡុងពេលនោះខ្មែរក្រហមគឺគេអនុវត្តយុទ្ធសាស្ត្រមួយដែលគេហៅថាសង្គ្រាមឆ្លូបឬសង្គ្រាមប្រជាជនភ្នំ1100របស់សុនសែនត្រូវបានបាត់បង់ទៅឲ្យកងទ័ពរដ្ឋាភិបាលក្នុងឆ្នាំ1984ប្រជាជនស៊ីវិលទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមត្រូវបានជម្លៀសទៅទឹកដីថៃនិងរស់នៅក្បែរមន្ទីររបស់សុនសែនហើយក្រោយមកទៀតត្រូវបានជម្លៀសទៅតំបន់មួយទៀតដែលមានឈ្មោះថាភ្នំ1003ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាមុកចាប់តាំងពីពេលនោះមកគឺជាពេលដែលសុនសែនចាប់ផ្ដើមបាត់បង់ឥទ្ធិពលយោធារបស់ខ្លួនបើទោះបីជាសុនសែននៅតែបន្តដឹកនាំកងទ័ពនិងប្រជាជនមកពីភ្នំ1100យ៉ាងណាក៏ដោយគេសង្កេតឃើញថាចាប់តាំងពីពេលនោះមកគឺជាពេលដែលជួរខ្មែរក្រហមមានការប្រែប្រួលដែលក្រៅតែអំពីការបាត់បង់ឥទ្ធិពលរបស់សុនសែនគេសង្កេតឃើញថាមេដឹកនាំខ្មែរក្រហមវ័យក្មេងៗចាប់ផ្ដើមទទួលបានអំណាចកាន់តែច្រើននៅក្នុងរង្វង់មេដឹកនាំខ្មែរក្រហមនៅក្នុងឯកសារគឺគេអត់បាននិយាយទេថាហេតុអ្វីបានជាសុនសែនបាត់បង់ឥទ្ធិពលរបស់ខ្លួនប៉ុន្តែឆ្លងតាមសមិទ្ធកម្មដែលគេឲ្យខាងលើយើងអាចសន្និដ្ឋានបានដោយខ្លួនឯងថា
គឺមកអំពីទីតាំងឈរជើងរបស់គាត់ដែលគាត់ឈរជើងនៅកន្លែងដែលតមុកគ្រប់គ្រងភ្នំ1003គឺជាតំបន់ដែលគ្រប់គ្រងដោយតមុកអញ្ចឹងគឺគេស្ដាប់តមុកគឺគេអត់ស្ដាប់បញ្ជារបស់សុនសែនទេសុនសែនគឺជាអ្នកដែលគាត់ទៅតែមកឈរជើងគួបផ្សំជាមួយនឹងកម្លាំងដែលបែកខ្ញែកអំពីការធ្វើសង្គ្រាមជាមួយនឹងកងទ័ពរដ្ឋាភិបាលផងជាហេតុធ្វើឲ្យគាត់គ្មានឥទ្ធិពលនៅតំបន់ផ្សេងទៀតនោះទេឥឡូវនេះយើងមកនិយាយអំពីការសម្លាប់សុនសែនមនុស្សចំណិតរបស់ប៉ុល ពត និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេសវិញម្ដងសោកនាដកម្មនេះកើតឡើងនៅថ្ងៃទី9 ខែមិថុនាឆ្នាំ1997ក្រោមការបញ្ជាផ្ទាល់របស់ប៉ុល ពត សមាជិកចំនួន10នាក់យុនយ៉ាតពុនរបស់សុនសែនកូនស្រី2នាក់ចៅប្រុសអាយុ5ឆ្នាំម្នាក់អ្នកបើកបរម្នាក់និងនីរសាម្នាក់ត្រូវបានសម្លាប់ចោលទាំងអស់នៅយប់នៃការសម្លាប់សុនសែនគឺប៉ុល ពត បានសូមឲ្យមានការជួបប្រជុំផ្ទាល់ជាមួយនឹងសុនសែនប៉ុន្តែសុនសែនបានបដិសេធការប្រជុំនោះដោយប្រពន្ធរបស់សុនសែនបានប្រាប់ទៅនីរសាថាវាយប់ជ្រៅពេកទៅហើយសូមលើកទៅប្រជុំនៅព្រឹកថ្ងៃបន្ទាប់វិញប៉ុល ពត បានបញ្ជាឲ្យមេទ័ពរបស់ខ្លួនឈ្មោះថាសូសារឿនសម្រាប់សុនសែននិងប្រពន្ធដែលកំពុងស្នាក់នៅផ្ទះតាមុកដែលសង់នៅក្បែរពើយតារួនក្រោមបញ្ជារបស់ប៉ុល ពត សារឿនមេទ័ពរបស់ប៉ុល ពត បានដឹកនាំកម្លាំងប្រមាណ20ទៅ30នាក់ទៅផ្ទះសុនសែននៅវេលាម៉ោងប្រមាណ11យប់កងទ័ពបានស្រែកហៅសុនសែននិងប្រពន្ធឲ្យចេញមកខាងក្រៅផ្ទះហើយបានបាញ់សម្លាប់អ្នកទាំងពីរប៉ុន្តែមេទ័ពម្នាក់នោះបានអនុវត្តបញ្ជាដោយសម្លាប់ចោលទាំងគ្រួសារចោលតែម្ដងគេជឿថាកូនស្រីទាំងពីរនាក់របស់សុនសែនត្រូវបានរំលោភមុននឹងសម្លាប់យោងទៅតាមលេរិនអតីតកងទ័ពនៅក្នុងកងពល912បានឃើញសាកសពរបស់ស្ត្រីទាំងពីរត្រូវបានគេទុកចោលទាំងអាក្រាតកាយនៅលើផ្ទាំងថ្មដោយនៅខ្លួនមានតែខោក្នុងប៉ុណ្ណោះហើយអ្វីដែលអាក្រក់ជាងនឹងទៅទៀតគឺកងទ័ពខ្មែរក្រហមដែលក្រោមបញ្ជារបស់ប៉ុល ពត នឹងគឺបើកឡានកិនទៅលើសាកសពទាំងនោះដែលបណ្ដាលឲ្យសាកសពប្រេះរលាក្បាលនិងបាក់ដៃជើងជាបំណែកសាកសពរបស់សុនសែនព្រមទាំងគ្រួសារត្រូវបានយកទៅបូជារួមគ្នានៅទីតាំងមួយដែលបច្ចុប្បន្នក្លាយទៅជាវត្តស្រះឈូកដោយមានប្រជាជនរាប់រយនាក់ដែលរស់នៅក្បែរនោះបានមកឈរមើលការបូជាសពបន្ទាប់ពីដំណឹងនៃការសម្លាប់សុនសែនតាមុកបានធ្វើការសន្និដ្ឋានថាប៉ុល ពត មានបំណងនៅក្នុងការសម្លាប់គាត់ដូចគ្នានៅក្នុងការធ្វើបន្សុទ្ធកម្មរួមតាមុកខឹងនឹងប៉ុល ពត និងសារឿនដែលបានសម្លាប់ក្រុមគ្រួសាររបស់សុនសែនជាខ្លាំងនិងបានកោះប្រជុំបន្ទាន់ភ្លាមជាមួយនឹងមេបញ្ជាការកងទ័ពនៅផ្ទះរបស់គាត់ក្បែរមាត់ទឹកមូលហេតុនៃការសម្លាប់សុនសែននេះក្រោមហេតុផលចោទប្រកាន់ថាសុនសែនបានក្បត់នឹងចលនានិងជាភ្នាក់ងារស៊ើបការសម្ងាត់របស់រដ្ឋាភិបាលយ៉ងយួននៅទីក្រុងភ្នំពេញប៉ុន្តែมันមានការបង្ហាញផុសតាងអ្វីឡើយការអះអាងនេះធ្វើឡើងដោយឃីវសំផនតាមរយៈវិទ្យុផ្សាយសម្លេងមួយប្រសិនបើពុកម៉ែបងប្អូនមានបំណងនៅក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការផលិតវីដេអូស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្រហមក៏ដូចជាប្រវត្តិសាស្ត្រផ្សេងទៀតបងប្អូនអាចធ្វើការបរិច្ចាគនៅខាងក្រោយវីដេអូដែលខ្ញុំបានទម្លាក់ QR ABA នៅខាងក្រោយនេះពុទ្ធសាសនាចំណូលដែលខ្ញុំទទួលបានអំពី YouTube នេះគឺវាតិចស្ដួចស្ដើងមែនតើពុទ្ធសាសនានៅក្នុងស្រុកខ្មែរយើងសេដ្ឋកិច្ចរបស់យើងវាមិនស្រូវល្អអញ្ចឹងហើយចំណូលដែលមកពី advertising នេះគឺវាតិចតួចស្ដួចស្ដើងមែនតើបើសិនជាបងប្អូនគិតថាអ្វីដែលខ្ញុំកំពុងតែធ្វើនេះគឺវាបានជាប្រយោជន៍ហើយចង់លើកទឹកចិត្តដល់ការស្រាវជ្រាវបន្តទៀតបងប្អូនអាចធ្វើការបរិច្ចាគតាមរយៈ ABA QR ដែលខ្ញុំបានផ្ញើនៅខាងចុងវីដេអូនេះបាន